សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃសៅរ៍ទី28ខែមីនា ឆ្នាំ2026វេលាម៉ោង 8:25 នាទីព្រឹកក្រុមសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យលើការគោរពនិងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានគួរបញ្ជាក់ផងដែរថាការចុះសង្កេតការណ៍លើកនេះគឺជាបេសកកម្មនៃការចុះសង្កេតការណ៍ផ្ដួលវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ជាប់អាណត្តិម៉ាឡេស៊ីដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្តក្នុងនាមជាប្រធានអាស៊ានផ្ដួលវេននិងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បន្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីសន្តិភាពស្ថិរភាពយូរអង្វែង